បាទជម្រាបសួរអស់លោកស្រីអ្នកនាងកញ្ញាជាទីមេត្រីតទៅនេះខ្ញុំបាទសូមធ្វើបទបង្ហាញអំពីរបៀបមើលលក្ខណៈមនុស្សប្រុសដែលចាស់បុរាណតែងកំណត់ចំណាំដែលដកស្រង់ចេញពីសភៅក្បួនពិភេហោរាបាននិពន្ធនៅឆ្នាំ1973តើមើលដោយរបៀបណានោះសូមអញ្ជើញពុកម៉ែបងប្អូនតាមដានស្ដាប់ជាមួយខ្ញុំបាទដូចតទៅបាទទី1រៀងទៀបទឿបរោះដែលមានរូបរាងមិនដល់1.50 ម៉ែត្រគេចាត់ទុកជាមនុស្សទៀបទឿមនុស្សបែបនេះមានទោសៈមោហៈក្នុងខ្លួនច្រើនណាស់ហើយជាមនុស្សដែលសម្បូរទៅដោយល្បិចកិច្ចកលជាច្រើនមនុស្សចម្ពុះនេះពុំសូវមានរោមច្រើនទេបាទទី2រាងមធ្យមមនុស្សដែលមានកម្ពស់1.60 ម៉ែត្រទៅដល់1.70 ម៉ែត្រគេចាត់ទុកជាចម្ពុះមនុស្សដែលមានរាងមធ្យមឬហៅថាកម្ពស់ពេញខ្នាតមនុស្សបែបនេះច្រើនមានចរិតល្អគួរសាប់គប់រាប់អានជាគ្នាទី3រាងដូចស្រីបរិបទដែលមានរាងដូចស្រីចូលចិត្តតែដូរតន្ត្រីមានចិត្តស្ម័គ្រស្វាគមន៍ជាមួយនឹងនារីឬបរិបទដែលមានរាងដូចខ្លួនទី4រាងខ្ពស់បរិបទដែលមានកម្ពស់ពី1.70 ម៉ែត្រឡើងទៅគេចាត់ទុកជាចម្ពុះមនុស្សដែលរាងខ្ពស់មនុស្សបែបនេះប្រសិនបើមានរូបរាងអវយវៈសមនឹងកម្ពស់នោះមានចរិតល្អប្រសើរណាស់ផ្ទុយទៅវិញបើដៃជើងនិងមៀតមិនសមគ្នាទេគឺជាមនុស្សដែលមានចរិតមិនល្អទី5បបោមាត់ស្ដើងបរិះណាមានបបោមាត់ស្ដើងជាមនុស្សដែលមានចរិតល្អស្រឡាញ់ជីវភាពតែចូលចិត្តរអ៊ូរទាំនិងនិយាយស្ដីច្រើនទី6បបោមាត់ក្រាស់បរិះណាដែលមានបបោមាត់ក្រាស់ហើយក្រហមជាមនុស្សដែលចូលចិត្តកាមតណ្ហាច្រើននិងល្មោបស៊ីជាមនុស្សមានចិត្តស្ពឹកទម្រុនក្នុងការងារទី7បបោមាត់ស្ដើងល្មមបរិះដែលមានបបោមាត់ស្ដើងល្មមគឺមិនស្ដើងពេកមិនក្រាស់ពេកស័ក្តិសមទៅនឹងទម្រង់មុខជាមនុស្សដែលមានលក្ខណៈល្អប្រសើរគួរឲ្យស្រឡាញ់ជាមនុស្សដែលមានចិត្តស្មោះត្រង់គ្មានគំនិតវិជ្ជវេទី8សំឡេងតូចឆ្មាហើយខ្សោយបរិះណាដែលមានសំឡេងតូចឆ្មាហើយខ្សោយគឺជាមនុស្សដែលមានចរិតអាក្រក់ជាមនុស្សដែលចូលចិត្តរករឿងឆ្លោះចិត្តងាករេដូចចុងស្រល់ទី9សំឡេងស្រួយហើយខ្លាំងមនុស្សដែលមានសំឡេងស្រួយហើយខ្លាំងគឺជាមនុស្សដែលមានលក្ខណៈគួរឲ្យនារីចូលចិត្តជាខ្លាំងហើយបើសិនជាមានរូបរាងស្រស់សង្ហាផងនោះទី10សំឡេងធំហើយខ្លាំងបរិះណាដែលមានសំឡេងធំហើយខ្លាំងគឺជាមនុស្សវោហារប៉ិនប្រសប់ក្នុងការនិយាយស្ដីហើយធ្វើឲ្យអ្នកផងចូលចិត្តទី11រោមស្ដើងបរិះណាដែលមានរោមស្ដើងជាមនុស្សមានចរិតល្អតែច្រើនរអ៊ូរទាំបន្តិចទី12រោមក្រាស់បរិះណាដែលមានរោមក្រាស់ជាមនុស្សដែលមានចិត្តអសមនស្សប៉ុន្តែក្លាហានគួរឲ្យសរសើរបាទពុកម៉ែបងប្អូននេះគឺជាក្បួនទាំង12ដែលសម័យមុនតែងមើលអត្តចរិតតាមក្បួនបែបនេះតែវាក៏មិនត្រូវ 100% នោះដែរក្នុងសម័យនេះពីព្រោះសម័យនេះมันអាចមើលដឹងទេហើយក៏มันអាចវាយតម្លៃបានដែរព្រោះគេថាកុំវាយតម្លៃមនុស្សតែសម្បកក្រៅតែទោះជាយ៉ាងណាបុរាណនៅតែកំណត់សម្គាល់មនុស្សតាមចំណុច12ខាងលើគឺភាគច្រើនមិនទាំងអស់ទេគឺមានលក្ខណៈដោយការរៀបរាប់មុននេះខ្ញុំបាទសូមបញ្ចប់ត្រឹមតែប៉ុណ្ណេះសិនសូមធ្វើការអភ័យទោសរកការអត្ថាធិប្បាយទៅមានភាពខុសឆ្គងឬប៉ះពាល់ដល់បងប្អូនដែលកំពុងទស្សនាផងដែរតែនេះខ្ញុំបាទគ្រាន់តែលើកយកពីសៀវភៅសម័យមុនមកនិយាយតែប៉ុណ្ណោះបាទសូមអរគុណសូមជម្រាបលា